របៀបធ្វើអំបិលខ្ទឹមលីងងាយបងសំខាន់ជាងគេគឺក្បួននេះក្បួនធ្វើលក់ម្ជូរហ្មងគ្រឿងផ្សំទី1របស់យើងគឺបង្គាក្រៀមទី2នោះគឺស្ករសហើយទី3នោះគឺអំបិលយើងធ្វើអំបិលគឺយើងអាចខ្វះអំបិលបានទេអញ្ចឹងអំបិលប្រើម៉ត់ក៏បានគ្រួសក៏បានមួយវិញទៀតគឺខ្ទឹមបងប្អូនមើលខ្ទឹមគឺយកមើលខ្ទឹមណាដែលរៀងក្រហមចាស់អញ្ចឹងគឺឆ្ងាញ់ពោះផ្នែកម្ទេសវិញគឺខ្ញុំអត់ប្រើម្ទេសស្រស់ខ្ញុំប្រើម្ទេសហុយហើយក៏មានជាមួយប៊ីចេងដែរអញ្ចឹងជាដំបូងគឺយើងចាប់ផ្ដើមបកជាមួយនឹងខ្ទឹមរបស់យើងឲ្យស្អាតខ្ទឹមនេះគឺខ្ញុំបកចំនួនកន្លះគីឡូបងបកឲ្យស្អាតអញ្ចឹងមកបន្ទាប់ពីយើងបកខ្ទឹមហើយទុកម្ល៉េះសិនបងប្អូនអញ្ចឹងយើងមកចាប់ផ្ដើមរំលីងជាមួយនឹងអំបិលម៉ត់របស់យើងម្ដងអញ្ចឹងអំបិលម៉ត់ដែលខ្ញុំប្រើនេះគឺខ្ញុំប្រើចំនួនកន្លះថង់ណាបើន័យថាមួយថង់1000ហ្នឹងគឺខ្ញុំប្រើតែកន្លះថង់ទេខ្ញុំរំលីងវាឲ្យវាឡើងស្ងួតបែបនេះខ្ញុំទុកម្ល៉េះសិនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមមករំលីងជាមួយនឹងបង្គាក្រៀមគឺខ្ញុំដាក់ចំនួន3កញ្ចប់បងអញ្ចឹងបង្គាក្រៀមរបស់យើងហ្នឹងគឺយើងត្រូវតែរំលីងដូចគ្នារំលីងឲ្យវាឡើងឈ្ងុយឲ្យវាឡើងស្ងួតល្អអាហ្នឹងបានអំបិលរបស់យើងគឺធ្វើឲ្យវាអត់អៀចចេញទឹកទេបងចំពោះម្ទេសវិញក៏ខ្ញុំយកមកលីងដូចគ្នាហើយលីងហ្នឹងគឺយើងប្រើកម្រិតភ្លើងគឺទាបខ្លាំងមែនតែនអត់អាចប្រើភ្លើងខ្លាំងបានទេតែអញ្ចឹងទេគឺខ្លោចម្ទេសខ្លោចអំបិលខ្លោចបង្គាហើយអញ្ចឹងមកធ្វើអំបិលទាំងអស់គឺពិបាកជាងគេគឺលីងម្ទេសហ្នឹងឯងបងវាឆ្លក់ហ្មងឆ្លក់ពេញផ្ទះហ្មងហើយម្ទេសហ្នឹងគឺខ្ញុំប្រើចំនួនតាមចំណង់ចំណូលចិត្តបើសិនជាយើងចង់រៀងហឹលអញ្ចឹងយើងដាក់រៀងច្រើនអញ្ចឹងណាបើយើងអត់សូវចង់ហឹលទេយើងដាក់បន្តិចទៅប៉ុន្តែម្ទេសហ្នឹងខ្ញុំដាក់ខ្ទង់ប្រហែលជា2ខាំកន្លះអីដែរអញ្ចឹងខ្ទឹមហើយម្ទេសហ្នឹងគឺខ្ញុំបានយកវាមកកិនឲ្យម៉ត់បែបនេះហ៎បងខ្ញុំប្រើជាមួយនឹងម៉ាស៊ីនទាញដៃនេះអាហ្នឹងគឺវាស្រួលវាម៉ត់មកល្មមហ្មងវាមិនម៉ត់ពេកហើយក៏វាមិនក្រើមពេកណាអញ្ចឹងខ្ទឹមកន្លះគីឡូជាមួយនឹងម្ទេស2ខាំកន្លះហ្នឹងគឺយើងកិនចូលគ្នាបែបហ្នឹងឲ្យម៉ត់បែបហ្នឹងហើយយើងទុកម្ល៉េះបន្ទាប់មកបង្គាក្រៀមដែលខ្ញុំបានលីងស្ងួតហ្នឹងគឺខ្ញុំយកមកប្រើខ្ញុំយកមកកិននឹងកូនម៉ាស៊ីនហ្នឹងដូចគ្នាបើសិនជាបងអត់មានទេគឺបុកជាមួយត្បាល់របស់យើងហ្នឹងទៅបុកមួយត្បាល់របស់យើងក៏បានដែរគ្រាន់ថាបើមានអានេះប្រើយើងកិនទៅវាស្អាតវាអត់ម៉ត់ពេកហើយក៏វាអត់វាថាដុំធំពេកអញ្ចឹងមកល្មមអញ្ចឹងបង្គាក្រៀម3កញ្ចប់ហ្នឹងគឺខ្ញុំកិនឲ្យម៉ត់អញ្ចឹងដូចគ្នាមិនម៉ត់ពេកទេគឺមកល្មមហ្មងបងអត់ម៉ត់ខ្លាំងពេកទេអញ្ចឹងខ្ញុំបានកិនហើយអស់ហើយគឺខ្ញុំចាប់ផ្ដើមមកលីងតែម្ដងអញ្ចឹងខ្ទឹមហើយម្ទេសហ្នឹងគឺខ្ញុំចាក់ចូលដើម្បីលីងវារៀងឈ្ងុយចង់បញ្ជាក់បងតិចបើសិនជាអត់សូវចូលចិត្តខ្ទឹមទេបងអាចបន្ថយខ្ទឹមបានអញ្ចឹងតែបើសិនជាចូលចិត្តរៀងក្លិនឈ្ងុយអីហ្នឹងគឺអាចដាក់ខ្ទឹមប្រហាក់ប្រហែលខ្ញុំទៅគឺឈ្ងុយឆ្ងាញ់ហ្មងអញ្ចឹងខ្ទឹមហើយនឹងម្ទេសដែលខ្ញុំបានកិនលាយចូលគ្នាមិញហ្នឹងគឺខ្ញុំយកមកលីងជាមួយនឹងកម្រិតភ្លើងមួយដែលទាបខ្លាំងមែនតើនិយាយរួមគឺធ្វើអំបិលនេះគឺយើងអត់ប្រើភ្លើងខ្លាំងទេបងគឺយើងប្រើភ្លើងហឹមហ្មងណាប្រើភ្លើងតិចបំផុតដើម្បីយើងលីងឲ្យវាស្ងួតឲ្យវាស្រួយអញ្ចឹងយើងលីងឲ្យវាស្ងួតហើយខ្ញុំដាក់ជាមួយនឹងអំបិលរបស់យើងចូលអំបិលកន្លះកញ្ចប់ហ្នឹងណាបងអញ្ចឹងអំបិលកន្លះកញ្ចប់ហ្នឹងដាក់ចូលហើយយើងលីងមកតង់សិនណាលីងឲ្យវាខាំចូលគ្នាជាមួយនឹងខ្ទឹមហើយនឹងម្ទេសសិននិយាយទៅអំបិលនេះគឺវាអត់ស្ងួតខ្លាំងទេវាមានសំណើមដូចគ្នានៅពេលដែលយើងលីងហើយប៉ុន្តែគឺរសជាតិគឺឆ្ងាញ់ហ្មងតែបើសិនជាបងចង់ធ្វើអំបិលលីងស្ងួតហើយហុយចង់បងគ្រាន់តែលីងគ្រឿងទាំងអស់ហ្នឹងហើយគឺកូរចូលគ្នាទៅអស់គឺរួចជាការស្រេចហ្មងប៉ុន្តែធ្វើរបៀបខ្ញុំនេះគឺអំបិលរបស់យើងរៀងសើមតិចប៉ុន្តែវាអត់ធ្វើឲ្យចេញទឹកឯនៅពេលដែលយើងទុកយូរព្រោះយើងបានលីងវាមកតង់ទៀតទោះបីជាវារៀងចូលជាតិគ្នាបន្តិចមែនប៉ុន្តែគឺវាអត់ចេញទឹកនៅពេលដែលយើងទុកយូរខែគឺយើងចាក់បង្គាក្រៀមចូលដូចគ្នាយើងកូរឲ្យវាឡើងល្មួតចូលគ្នាអញ្ចឹងមកសំយើងចាក់ស្ករតាមក្រោយចង់បញ្ជាក់តិចបងវីដេអូរបស់ខ្ញុំគឺដាច់អញ្ចឹងនៅពេលដែលខ្ញុំចាក់ស្ករហ្នឹងក៏ខ្ញុំបានដាក់ប៊ីចេងដូចគ្នាខ្ញុំដាក់ប៊ីចេងចំនួន3ស្លាបព្រាបាយហើយចំពោះស្ករសវិញគឺខ្ញុំដាក់ចំនួន2គីឡូបងអញ្ចឹងខ្ញុំចូលចិត្តរៀងអំបិលរៀងប្រៃផ្អែមបើសិនជាអត់ចូលចិត្តរៀងអំបិលប្រៃផ្អែមតិចអាចបន្ថយស្ករត្រឹម1គីឡូ7ខាំឲ្យបានអញ្ចឹងស្កាក់ស្ករប៊ីចេងចូលហើយគឺយើងចាប់ផ្ដើមកូរវាហ្មងកូរវាមកសន្ទុះធំមកបងអញ្ចឹងភ្លើងគឺយើងនៅតែរក្សាកម្រិតមួយដែលទាបបំផុតដដែលចឹងយើងកូរឲ្យវារៀងចូលជាតិរៀងរបៀបថាវាខាំជាប់គ្នារបៀបមិនស្ងួតពេកហើយក៏មិនចេញទឹកពេកទេបងអញ្ចឹងភ្លើងគឺយើងត្រូវមើលខ្លាំងមែនតើកន្លែងហ្នឹងព្រោះជីវាខ្លាចខ្លោចអញ្ចឹងនេះបងកូរមើលតាវាខាំជាប់គ្នាបែបនេះមកគឺអូខេហើយបងភ្លក់ទៅថាតើប្រៃផ្អែមអីហ្នឹងគឺពេញចិត្តនៅបើស្ទឹងជាចង់ផ្អែមជាងហ្នឹងថែមស្ករបើចង់បានរៀងប្រៃជាងហ្នឹងបងអាចថែមអំបិលតិចទៀតទៅបានអញ្ចឹងនិយាយរួមទៅគឺធ្វើតាមចំណង់ចំណូលចិត្តដូចគ្នាប៉ុន្តែខ្ញុំធានាថាអំបិលនេះជ្រលក់ជាមួយនឹងស្វាយគឺត្រូវគ្នាខ្លាំងមែនតើគឺឆ្ងាញ់មកបងជាពិសេសហ្នឹងបត្រីអីហ្នឹងគឺត្រូវម៉ាច់ហ្មងអញ្ចឹងរបៀបធ្វើអំបិលលីងខ្ទឹមរបស់ខ្ញុំគឺ
ចប់ហើយបងគឺមានតែប៉ុណ្្នឹងឯងធានាថារសជាតិគឺឆ្ងាញ់ដោយសារខ្ញុំធ្វើនេះគឺខ្ញុំធ្វើយកទៅលក់ជាមួយនឹងពត្រាដូចគ្នាចឹងបងបើសិនជាមានចំណុចខ្វះខាតត្រង់ណាសូមខន្តីអភ័យទោសសម្រាប់វីដេអូមួយនេះអរគុណច្រើនបងទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណខ្លាំងមែនតើបងកុំភ្លេច Subscribe YouTube Channel យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើនជម្រាបលាបាយបាយ